សូមស្វាគមន៍មកកាន់រឿងនិទានកុមារសត្វកង្កែបឆ្លាតនិងមិត្តភាពខ្ញុំបឹង The Clever Frog and the Lake Friendship តួអង្គសំខាន់ក្នុងសាច់រឿងមានពេជ្រជាអ្នកដឹកនាំឆ្លាតវៃកង្កែបទុយដែលមានពណ៌បៃតងស្រស់និងមានភ្នែកធំធំគួរឲ្យស្រឡាញ់គាត់ពូកែហុកនិងមានគំនិតឆ្លាតវៃបំផុតក្នុងបឹងសុកជាអ្នកជួយសង្គ្រោះអណ្ដើកវ័យក្មេងដែលមានស្នូកដ៏រឹងមាំនិងមានចិត្តមេត្តាក៏តែងតែដើរជាទៀតប៉ុន្តែមានកម្លាំងខ្លាំងនិងចិត្តធ្ងន់មាឡាជាអ្នកនាំផ្លូវត្រីមាសដ៏ស្រស់ស្អាតដែលមានស្រកការភ្លឺរលោងដូចមាសនាងពូកែហែវទឹកនិងស្គាល់ផ្លូវក្នុងទឹកបានយ៉ាងច្បាស់តោះយើងទៅស្ដាប់រឿងនិទានទាំងអស់គ្នាបឹងមន្តអាគមដ៏ស្រស់ស្អាតមួយមានទឹកថ្លាឆ្វេងដូចពេជ្រនិងមានផ្កាឈូកពណ៌ផ្កាឈូករីកស្គុះស្កាយពេញផ្ទៃទឹកនៅទីនោះមានសត្វតូចៗរស់នៅយ៉ាងមានសេចក្តីសុខបំផុតជារៀងរាល់ថ្ងៃកង្កែបតូចឈ្មោះពេជ្រអណ្ដាបឈ្មោះសុកនិងត្រីមាសឈ្មោះមាលាគឺជាមិត្តសម្លាញ់នឹងគ្នាដែលមិនដែលបែកគ្នាឡើយពួកគេតែងតែលេងល្បែងលាក់ខ្លួននិងហែលទឹកលេងជាមួយគ្នាយ៉ាងសប្បាយរីករាយថ្ងៃមួយព្រះអាទិត្យចាប់ផ្ដើមបញ្ចេញកម្ដៅខ្លាំងខុសពីធម្មតាម៉ែធ្វើឲ្យទឹកក្នុងបឹងចាប់ផ្ដើមស្រកចុះបន្តិចម្ដងសត្វទាំងអស់ក្នុងបឹងចាប់ផ្ដើមមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហានេះពេទ្យដែលជាកង្កែបស្លាតបានសង្កេតឃើញថាត្រីតូចចាប់ផ្ដើមពិបាកក្នុងការហែលទឹកព្រោះទឹកបឹងកាន់តែរាក់ទៅគាត់បានហៅមិត្តភក្តិទាំងពីរមកប្រជុំគ្នាដើម្បីរកដំណោះស្រាយមាឡាត្រីមាសដ៏ស្រស់ស្អាតបានប្រាប់មិត្តភក្តិថានាងធ្លាប់ឮចាស់ទុំនិយាយអំពីប្រភពទឹកមន្តអាគមមួយដែលនៅក្បែរភ្នំថ្មប្រភពទឹកនោះអាចជួយសង្គ្រោះបឹងរបស់ពួកគេបានសុកដែលជាអន្តើកចិត្តល្អបានយល់ព្រមភ្លាមហើយពួកគេទាំង3ក៏សម្រេចចិត្តចេញដំណើរទៅរកប្រភពទឹកនោះពួកគេដឹងថាផ្លូវខាងមុខអាចនឹងមានការលំបាកប៉ុន្តែពួកគេមិនខ្លាចឡើយមិត្តភក្តិទាំង3បានរៀបចំខ្លួនរួចរាល់សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយមួយនេះពេទ្យបានយកកាបូបស្បៃតូចមួយដែលដាក់សិតតែចំណីអាហារនិងស្លឹកឈើសម្រាប់ការពារកម្ដៅថ្ងៃពួកគេបានធ្វើដំណើរឆ្លងកាត់វាលផ្កាឈូកដែលឥឡូវនេះចាប់ផ្ដើមស្រពោនដោយសារខ្វះទឹកមេលាត្រូវហែកនឹងទឹកដែលនៅសល់តិចតួចចំណែកពេជ្រនិងសុកដើរតាមមាត់ច្រាំងទោះបីជាក្តៅយ៉ាងណាក៏ដោយក៏ពួកគេនៅតែលើកទឹកចិត្តគ្នាទៅវិញទៅមកជានិច្ចពេជ្រតែងតែច្រៀងចម្រៀងសប្បាយៗដើម្បីឲ្យមិត្តភក្តិភ្លេចនូវភាពហត់នឿយនិងមានកម្លាំងចិត្តបន្តដំណើរបន្ទាប់ពីធ្វើដំណើរបានមួយសន្ទុះពួកគេក៏បានមកដល់ផ្លូវបំបែកដែលមានថ្មធំបាំងជិតផ្លូវទឹកនេះគឺជាឧបសគ្គដំបូងដែលពួកគេត្រូវឆ្លងកាត់ដើម្បីទៅដល់ប្រភពទឹកមាឡាពិបាកចិត្តខ្លាំងណាស់ព្រោះនាងមិនអាចហែលឆ្លងកាត់ថ្មទាំងនោះបានឡើយទឹកនៅត្រង់នោះរាក់ព្រែកហើយថ្មបានបិទផ្លូវទឹកទាំងស្រុងតែម្ដងពេកបានលួងលោមមាឡាថាកុំបារម្ភអីពួកយើងនឹងជួយគ្នាដោះស្រាយបញ្ហានេះពួកគេចាប់ផ្ដើមពិភាក្សាគ្នាថាតើត្រូវធ្វើដូចម្តេចដើម្បីបើកផ្លូវទឹកនេះឡើងវិញសុកដែលជាអណ្ដោបមានកម្លាំងខ្លាំងបានស្នើសុំប្រើស្នូកដ៏រឹងមាំរបស់គាត់ដើម្បីរុញថ្មចេញគាត់បានព្យាយាមរុញយ៉ាងខ្លាំងប៉ុន្តែថ្មនោះធ្ងន់ពេកសម្រាប់គាត់តែម្នាក់ឯងពេជ្រឃើញបែបនេះក៏ប្រញាប់ទៅជួយរុញពីក្រោយសុកថែមទៀតពួកគេទាំងពីរញាក់ប្រើកម្លាំងទាំងអស់ដែលមានប៉ុន្តែថ្មនៅតែមិនរំកិលបន្តិចសោះឡើយមេឡាដែលនៅក្នុងទឹកបានជួយស្រែកលើកទឹកចិត្តនិងពិនិត្យមើលចន្លោះថ្មដើម្បីរកមើលកន្លែងដែលងាយរុញជាងគេនាងបានរកឃើញចំណឹកសោយមួយនៅក្រោមដីខ្សាច់ក្បែរថ្មនោះតាមការណែនាំរបស់មីឡាពេទ្យបានប្រើជើងដ៏រឹងមាំរបស់គាត់ជិកដីខ្សាច់នៅក្រោមថ្មចេញបន្តិចម្ដងសុកក៏បានជួយកាយដីដោយប្រើជើងរបស់គាត់ដែរនៅពេលដីខ្សាច់ត្រូវបានកាយចេញថ្មធំនោះក៏ចាប់ផ្ដើមរឹងគឿបន្តិចម្ដងយ៉ាងគួរឲ្យរំភើបពួកគេទាំងពីរបានរួមរាំងគ្រារុញម្ដងទៀតយ៉ាងខ្លាំងបំផុតតាមទៅអាចធ្វើទៅបានទីបំផុតថ្មដ៏ធំនោះក៏បានរំកិលចេញពីផ្លៃហើយទឹកក៏ចាប់ផ្ដើមហូរចូលទៅមុខទៀតមីឡាសប្បាយចិត្តខ្លាំងណាស់ហើយបានហៅទឹកនាំមុខមិត្តភក្តិទាំងពីរដោយភាពរីករាយពួកគេបន្តដំណើរទៅមុខទៀតរហូតដល់បានឃើញរូងភ្នំងងឹតមួយដែលត្រូវឆ្លងកាត់មីលាមានការភ័យខ្លាចបន្តិចព្រោះនៅក្នុងរូងភ្នំនោះងងឹតស្លុបនិងមើលអ្វីមិនឃើញឡើយពេជ្របាននិយាយលើកទឹកចិត្តថាមិនអីទេមីលាខ្ញុំនឹងហក់ទៅមុនដើម្បីពិនិត្យមើលផ្លូវឲ្យសុកក៏បានសន្យាថានឹងដើរក្បែរមីលាដើម្បីការពារនាងពីគ្រោះថ្នាក់ផ្សេងពួកគេបានចូលទៅក្នុងរូងភ្នំដោយភាពប្រុងប្រយ័ត្នបំផុត
នៅក្នុងនោះមានសំឡេងទឹកស្រក់តក់ៗនិងមានខ្យល់ត្រជាក់បក់មកប៉ះខ្លួនដែលធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ថ្លាឡើងវិញនៅកណ្ដាលរូងភ្នំពួកគេបានជួបនឹងបញ្ហាថ្មីគឺមានផ្លូវបំបែកជាច្រើនដែលធ្វើឲ្យពួកគេវង្វេងផ្លូវពួកគេមិនដឹងថាត្រូវដើរតាមផ្លូវមួយណាដើម្បីទៅរកប្រភពទឹកឡើយមៀឡាបានប្រើច្រមុះរបស់នាងហិតក្លិនទឹកដែលស្រស់បំផុតនាងបានប្រាប់មិត្តភ័ក្តិថាក្លិនទឹកដែលស្រស់ថ្លាគឺមកពីខាងស្ដាំដៃដូច្នេះពួកយិនគួរតែដើរតាមផ្លូវនោះទោះបីជាមើលមិនឃើញច្បាស់ប៉ុន្តែពួកគេជឿជាក់លើវិញ្ញាណដឹងក្លិនរបស់មៀឡាពួកគេដើរតាមនាងយ៉ាងស្ងៀមស្ងាត់និងកាន់ដៃគ្នាឬកន្ទុយគ្នាដើម្បីកុំឲ្យវង្វេងពីគ្នាស្រាប់តែពេកបានឃើញពន្លឺភ្លឺចេញពីផ្សឹកមុនអាគមដែលដុកតាមជញ្ជាំងរោងភ្នំគាត់បានបេះផ្សិតទាំងនោះមកកាន់ក្នុងដៃដើម្បីធ្វើជាចង្គៀងបំភ្លឺផ្លូវឲ្យមិត្តភក្តិពន្លឺពណ៌ខៀវស្រងាត់ពីផ្សិតបានធ្វើឲ្យរោងភ្នំមើលទៅស្អាតប្លែកភ្នែកសុកនិងមីលីមានអារម្មណ៍ជឿជាក់ជាងមុននៅពេលពួកគេអាចមើលឃើញផ្លូវបានច្បាស់ល្អពួកគេបានដើរឆ្លងកាត់រោងភ្នំដោយជោគជ័យនិងបានចេញមកក្រៅវិញដោយឃើញព្រៃឈើដ៏ខៀវស្រងាត់កម្ដៅព្រះអាទិត្យលែងជាបញ្ហាទៀតហើយព្រោះនៅទីនេះមានម្លប់ឈើត្រជាក់ប៉ុន្តែឧបសគ្គមិនតាន់អស់ឡើយគូគេត្រូវឆ្លងកាត់វាលភុកមួយដ៏ធំដែលស្អិតខ្លាំងមីលីមិនអាចហែលឆ្លងកាត់ភុកបានទេហើយពេជ្រនិងសុកក៏ពិបាកដើរលើវាដែរពេជ្រព្យាយាមហក់ឆ្លងប៉ុន្តែជើងរបស់គាត់ជាប់ក្នុងភុកស្អិតធ្វើឲ្យគាត់ពិបាករើខូនចិនសុកបានប្រញាប់ទៅជួយទាញពេជ្រចេញពីភុកនោះដោយការប្រុងប្រយ័ត្នពួកគេត្រូវរកវិធីថ្មីដើម្បីឆ្លងកាត់វាលភុកនេះដោយមិនឲ្យជាប់ខ្លួនពួកគេបានឈប់សម្រាកបន្តិចដើម្បីគិតរកវិធីសាស្ត្រដែលល្អបំផុតមិនមានសុវត្ថិភាពបំផុតសុកបាននឹកឃើញគំនិតមួយដ៏ល្អគឺគាត់នឹងប្រើស្នូកដ៏ធំទូលាយរបស់គាត់ធ្វើជាទូកគាត់ឲ្យមីឡាចូលក្នុងប្រហោងស្នូកដែលមានទឹកបន្តិចហើយពេជ្រអង្គុយពីលើស្នូកគាត់សុកបានរអិលគ្លឿនលើភុកយ៉ាងយឺតប៉ុន្តែមានស្ថិរភាពបំផុតដោយសារស្នូករបស់គាត់រឹងមាំពេជ្របានប្រើម៉ែឈើវែងមួយជួយច្រានដីភុកដើម្បីឲ្យសុកទៅមុខបានលឿនជាងមុនការរួមសហការគ្នាបានធ្វើឲ្យពួកគេឆ្លងកាត់វាលភុកដ៏លំបាកនោះបានយ៉ាងងាយស្រួលពួកគេសើចស្វាយនឹងគំនិតច្នៃប្រឌិតរបស់សុកហើយមិត្តភាពរបស់ពួកគេកាន់តែរឹងមាំថែមទៀតទីបំផុតពួកគេបានមកដល់ជើងភ្នំថ្មដែលជាកន្លែងលាក់ខ្លួននៃប្រភពទឹកមន្តអាគមនៅទីនោះមានដើមឈើធំនិងមានសំឡេងទឹកថ្លាប់លាន់ឮសូរមកពីចម្ងាយពួកគេមានចិត្តរំភើបខ្លាំងណាស់ហើយបានប្រញាប់ប្រញាល់ទៅរកសំឡេងទឹកនោះមីឡាហែលទឹកតាមអូទូតមួយដែលនាំទៅរកប្រភពទឹកធំចំណែកពេជ្រនិងសុករត់តាមពីក្រោយប៉ុន្តែនៅពេលមកដល់ពួកគេឃើញថាប្រភពទឹកត្រូវបានបិទជិតដោយមែកឈើក្រៀមនិងសឹកឈើស្ងួតជាច្រើនទឹកមិនអាចហូរចេញមកក្រៅបានឡើយធ្វើឲ្យទឹកនៅក្នុងបឹងស្រកចុះពេជ្របានពិនិត្យមើលគំនរមែកឈើហើយឃើញថាមានមែកឈើធំមួយបានសង្កត់ពីលើប្រហោងទឹកពួកគេត្រូវតែដកមែកឈើនោះចេញដើម្បីឲ្យទឹកអាចហូរចេញមកបានច្រើនសុកបានប្រើកម្លាំងមាំមួនរបស់គាត់ខំទាញមែកឈើពីម្ខាងចំណែកពេជ្រជួយរុនពីម្ខាងទៀតមៀឡាបានជួយកាយកំទេចស្លឹកឈើតូចៗចេញពីផ្លូវទឹកដោយប្រើកន្ទុយរបស់នាងទោះបីជាហត់ខ្លាំងប៉ុន្តែពួកគេមិនបោះបង់ចោលបំណងប្រាថ្នារបស់ខ្លួនឡើយពួកគេដឹងថាបើមិនជួយគ្នាទេសត្វទាំងអស់ក្នុងបឹងនឹងគ្មានទឹកប្រើប្រាស់និងរស់នៅឡើយបន្ទាប់ពីព្យាយាមអស់រយៈពេលយ៉ាងយូរមេឃឈើដ៏ធំនោះក៏បានរបូតចេញពីប្រហោងទឹកដ៏ត្រជាក់និងថ្លាឆ្វេងបានបាញ់ចេញមកក្រៅយ៉ាងខ្លាំងដូចជាទឹកធ្លាក់មុនអាគមមីឡាបានហក់លោតក្នុងទឹកថ្មីនោះដោយភាពសប្បាយរីករាយបំផុតពេជ្រនិងសុកក៏បានងូតទឹកដុសខ្លួនយ៉ាងត្រជាក់ចិត្តបន្ទាប់ពីហត់នឿយនឹងការធ្វើដំណើរដ៏យូរអង្វែងទឹកចាប់ផ្ដើមហូរតាមអូតូចៗត្រឡប់ទៅរកបឹងមុនអាគមវិញយ៉ាងលឿនពួកគេដឹងថាបេសកម្មរបស់ពួកគេជាទទួលបានជោគជ័យជាស្ថាពរហើយដើម្បីឲ្យទឹកហូរបានស្រួលពេជ្របានប្រើមែកឈើជួយជីកដីឲ្យคล้ายជាចង្អូរត្រង់ទៅរកបឹងគាត់ធ្វើការយ៉ាងសកម្មនិងមានភាពប៉ិនប្រសប់បំផុតក្នុងនាមជាអ្នកដឹកនាំសុកបានជួយដកថ្មតូចៗដែលរាំងផ្លូវទឹកចេញម្ដងមួយយ៉ាងអត់ធ្មត់គាត់មិនដែលរអ៊ូរទាំពីភាពហត់នឿយឡើយព្រោះគាត់ចង់ឃើញមិត្តភក្តិទាំងអស់មានសេចក្តីសុខមៀឡាបានហែលនាំផ្លូវទឹកទៅមុខជានិច្ចដើម្បីប្រកាសថាទឹកហូរទៅដល់កន្លែងដែលត្រីដទៃទៀតកំពុងរងចាំនាងមានមោទនភាពចំពោះមិត្តភក្តិទាំងពីររបស់នាងខ្លាំងណាស់នៅពេលទឹកចាប់ផ្ដើមហូរចូលក្នុងបឹង
ត្រីនិងសត្វដទៃទៀតបានឃើញហើយស្រែកហៅយ៉ាងសប្បាយផ្កាឈូកដែលធ្លាប់តែសពូនក៏ចាប់ផ្ដើមងើបក្បាលឡើងវិញនិងរីកស្គរស្គីជីថ្មីពេជ្រសុកនិងមាលាបានធ្វើដំណើរត្រឡប់មកវិញតាមផ្លូវទឹកដែលកំពុងហូរយ៉ាងខ្លាំងពួកគេមិនចាំបាច់ដើរហត់ដោយការពីមុខនោះទេគឺពួកគេគ្រាន់តែបណ្ដែតខ្លួនតាមទឹកប៉ុណ្ណោះគ្រប់គ្នាបានមកទទួលស្វាគមន៍វីរបុរសទាំង3នៅមាត់បឹងដោយក្តីរំភើបបឹងមន្ត្រាគមបានត្រឡប់មកមានជីវិតជីវ៉ានិងស្រស់ស្អាតដូចដើមវិញហើយសត្វទាំងអស់ខ្លួនបឹងបានរៀបចំពិធីជប់លៀងដ៏ធំមួយដើម្បីអបអរសាទរចំពោះពេជ្រសុកនិងមាលាពួកគេមានចំណីអាហារឆ្ងាញ់និងមានការសម្ដែងសិល្បៈយ៉ាងក្បូរក្បាច់ពេជ្របានឡើងនិយាយទៅកាន់អ្នករាល់គ្នាថាជោគជ័យនេះមិនមែនជារបស់នរណាម្នាក់ឯងឡើយវាគឺជាលទ្ធផលការរួមសហការគ្នានិងការមិនបោះបង់ចោលគ្នាក្នុងគ្រាលំបាកសុកនិងមាលាក៏បានយល់ស្របដែរថាបើគ្មានការជួយគ្នាទៅវិញទៅមកទេពួកគេប្រកាសជាមិនអាចទៅដល់ប្រភពទឹកនោះឡើយពួកគេទាំងអស់គ្នាបានសោយសប្បាយយ៉ាងមានសុភមង្គលមេឃដែលធ្លាប់តែតានតឹងក៏ចាប់ផ្ដើមមានភ្លៀងធ្លាក់ស្រោចស្រពមកលើផែនដីយ៉ាងត្រជាក់ត្រជុំធម្មជាតិទាំងមូលហាក់ដូចជាចូលរួមត្រេកអរជាមួយសត្វក្នុងបឹងមិន្ត្រាអាគមដែរពេជ្រសុកនិងមាលាអង្គុយមើលមេឃភ្លៀងជាមួយគ្នាដោយស្នាមញញឹមពួកគេមានអារម្មណ៍ថាមិត្តភាពរបស់ពួកគេកាន់តែមានន័យខ្លាំងជាងមុនទៅទៀតចាប់ពីថ្ងៃនោះមកពួកគេតែងតែជួយគ្នាជានិច្ចទោះជាបញ្ហាតូចឬធំក៏ដោយបឹងមន្ត្រាអាគមមិនដែលខ្វះទឹកទៀតឡើយเพราะគ្រប់គ្នាដឹងពីរបៀបថែរក្សាវាជាមួយគ្នាមេរៀនដ៏សំខាន់ដែលពួកគេបានរៀនគឺសាមគ្គីភាពគឺជាកម្លាំងនៅពេលយើងរួបរวมគ្នាយើងអាចឆ្លងកាត់រាល់ឧបសគ្គដែលនៅចំពោះមុខបានទាំងអស់ទោះបីជាវាលំបាកយ៉ាងណាក៏ដោយពេជ្របានក្លាយជាអ្នកដឹកនាំដែលគ្រប់គ្នាគោរពសុកជាអ្នកការពារដ៏រឹងមាំនិងមាលាជាអ្នកនាំភ្លឺដ៏ឆ្លាតវៃពួកគេទាំង3បានក្លាយជាគំរូដ៏ល្អសម្រាប់សត្វតូចៗជំនាន់ក្រោយកុមារគ្រប់រូបដែលបានស្ដាប់រឿងនេះក៏គួរតែរៀនរស់នៅដោយចេះជួយមិត្តភក្តិនិងបងប្អូនដែរការមានចិត្តល្អនិងការចេះសហការគ្នានឹងនាំមកនូវសេចក្តីសុខដល់គ្រប់គ្នា